មុនទៅភ្នំពេញវិញយើងចូលលេងរមណីយដ្ឋានអូរ៉ូមីសនៅខេត្តមណ្ឌលគិរីបានជួបរូបស្រីអូនល្អឥតបីចំបៃនេះគឺជាទេសភាពពេលព្រឹកនៅមុខហូតែលដែលនៅជិតរមណីយដ្ឋានហ្នឹងទេអញ្ចឹងយើងញ៉ាំអាហារពេលព្រឹកហើយក៏ធ្វើដំណើរទៅកាន់រមណីយដ្ឋានហ្នឹងហ្មងនៅនេះមានស្ពានឈើហើយមានទឹកអូរវាហូរឆ្លងកាត់ហ្នឹងហើយក៏មានកន្លែងសម្រាប់អង្គុយលេងដែរចឹងសម្រាប់អ្នកដែលចូលចិត្តធម្មជាតិចូលចិត្តស្ដាប់សំឡេងទឹកហូរហើយចង់រកកន្លែងស្ងប់អីចឹងទៅពេលមកមណ្ឌលគិរីកុំភ្លេចសាកមកមើលកន្លែងហ្នឹងផងណាធំហ្នឹងហើយបាយបាយ